សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្រាប់រឿង10ឆ្នាំដែលខ្ញុំស្រឡាញ់អ្នកផ្ដើមពេលដំបូងមកយើងឃើញវិនស៊ូបានដើរចេញពីជណ្ដើរយន្តសម្ដេចមករកទូស្រីហើយបានស្រែកដាក់ទូស្រីថាហើយជាស៊ូទូស្រីបានងាកមកទាំងឆ្ងល់វិនស៊ូបានសួរទៅកាន់ទូស្រីថាម្នាក់ដែលជូនអូនមកផ្ទះមុននេះតើគេជានរណាអាកាសធាតុត្រជាក់ថ្នាក់នឹងទៅហើយអូននៅចេញទៅក្រៅជួបគ្នាបានទៀតឬទូស្រីបានឆ្លើយថាគេគ្រាន់តែជាមិត្តភក្តិទេវិនស៊ូនៅបន្តសួរទូស្រីទៀតថាម្នាក់ដែលផ្ញើផ្កាឲ្យអូននោះឬអូនស្គាល់គេដោយសារអីនៅកន្លែងណាលើក្រោយណែនាំគេឲ្យបងស្គាល់ផងទូស្រីបានឆ្លើយថាគេជាគ្រូពេទ្យហើយអូនគ្រាន់តែទៅរកគេដើម្បីយកថ្នាំប៉ុណ្ណោះវិនស៊ូក៏សួរទូស្រីទៀតថាគ្រូពេទ្យប្រភេទស្អីដែលផ្ញើផ្កាតម្លៃរាប់ពាន់ដុល្លារមកឲ្យអ្នកជំងឺមិនអីទេបងមិនចោទអូនតែផ្ដាស់ក៏បានតែអីដែលសំខាន់នៃថ្នាំដែលអូនប្រាប់ថាទៅយកពីគេនោះទូស្រីស្ដាប់លើហើយក៏បានកើតក្នុងចិត្តថាតើគាត់មិនសួរខ្ញុំថាតើអូនឈឺឬតើអូនឈឺអីអូនឈឺយូរប៉ុណ្ណាហើយតែគាត់បែរជាសួរខ្ញុំវិញថាឯណាថ្នាំដែលអូនថាហើយទូស្រីក៏បានឆ្លើយតបថាអូនភ្លេចនៅលើឡានបាត់ហើយបងមិនបាច់បារម្ភឡើយគ្រូពេទ្យម្នាក់នោះគេជាមនុស្សល្អណាស់គេនៅក្មេងហើយក៏ជាអ្នកមានមិនត្រឹមតែប៉ុណ្្នឹងទេគេនៅទន់ភ្លន់និងប៉ិនយកចិត្តទុកដាក់ទៀតផងហើយគេក៏គ្មានថ្ងៃយកភ្នែកមកមើលមនុស្សដូចជាអូនឡើយវិនស៊ូបានសួរទៅកាន់ទូស្រីដែលកំពុងថាគ្រាន់តែបងមិនបាននៅផ្ទះមួយរយៈសោះអូនក៏ខ្លាចជាមនុស្សឥតគេខ្មាស់ទៅហើយឬក៏ឯការរហូតទៅតាក់ទងជាមួយគ្រូពេទ្យដែលព្យាបាលខ្លួនឯងឬហើយហេតុអីក៏បងនៅជាមួយអូនរហូតមកអូនបែរជាមិនបង្ហាញថាអូនមិនសប្បាយចិត្តហើយឯកាកណ្ដោកណ្ដែងសោះអញ្ចឹងទូស្រីបានឆ្លើយតបវិញថាក៏ព្រោះតែបងមិនដែលចាប់អារម្មណ៍ពីអូននឹងហើយយ៉ាងម៉េចខ្លាចអូនក្បត់បងឬពេលនោះវិនស៊ូក៏បានលើកដៃទះទូស្រីមួយកំភ្លេងមើលភាគនេះហើយខ្លាញ់អាវិនស៊ូសាហាវហ្មងវាក្បត់ទូស្រីនៅខាងក្រៅទូស្រីដឹងទូស្រីមិនទាំងថាស្អីហោះតែគ្រាន់តែទូស្រីទៅពេទ្យដើម្បីព្យាបាលខ្លួនឯងសោះវានៅដេញដោលហើយវានៅថែមទាំងបាយទូស្រីទៀតពេលនោះទូស្រីក៏បានហូរទឹកភ្នែកហើយក៏បានយកដៃអាវមកជូតទឹកភ្នែកចេញវិនស៊ូក៏បាននិយាយទៅកាន់ទូស្រីថាបងធ្លាប់ប្រាប់អូនពីមុនរួចមកហើយថាពេលបងខឹងកុំព្យាយាមយកសាំងមកចាក់ថែមពីលើកំហឹងរបស់បងបែបហ្នឹងហើយអ្នកដែលអូននិយាយថាគេជាមិត្តភក្តិរបស់អូននោះឈប់តាក់ទងរឿងនិយាយអីជាមួយគេបន្តទៀតទៅគេនោះមើលទៅមិនមែនជាមនុស្សល្អអីឡើយខ្ញុំចង់សួរថាមនុស្សល្អគឺជាមនុស្សដែលក្បត់ដៃគោខ្លួនឯងដូចយូរហ្នឹងមែនជាមនុស្សដែលមានថ្មីឬក៏ជាមនុស្សដែលតែងតែប្រឆាំងគូស្នេហ៍ខ្លួនឯងតែមិនដឹងក្បាលកន្ទុយឬក៏ចូលចិត្តប្រើហិង្សាហើយយើងកាន់មករឿងយើងវិញទូស្រីបានញញឹមហើយបានឆ្លើយតបថាហើយបងក៏មិនបានល្អជាងគេអីណាដែរពួកយើងចាប់គ្នាត្រឹមហ្នឹងទៅមុនដំបូងអូនគិតតែម្នាក់ឯងថាឲ្យតែអូនអាចរស់នៅជាមួយបងនៅក្បែរបងមិនថាជួបឧបសគ្គបែបណាមិនថាខ្ជុះភ្លៀងបែបណាឡើយឲ្យតែមានបងអូនអាចទ្រាំបានគ្រប់យ៉ាងអូនព្យាយាមទ្រាំជាមួយរឿងគ្រប់យ៉ាងមិនថារឿងតូចរឿងធំអស់រយៈពេល7ឆ្នាំហើយអូនក៏នៅក្បែរបងអស់រយៈពេល10ឆ្នាំហើយដូចគ្នាតែអូនមិននឹកស្មានថាថ្ងៃមួយមនុស្សដែលល្អគ្រប់យ៉ាងក៏ប្ដូរជាមនុស្សផ្សេងហើយហេតុផលតែម្យ៉ាងដែលធ្វើឲ្យមនុស្សផ្លាស់ប្ដូរ360ដឺក្រេនោះព្រោះតែមនុស្សម្នាក់នោះចង់ប្ដូរគ្មាននរណាបង្ខំគេកាត់ឡើយបើគេមិនចង់ហើយយល់ល្អយើងសម្រាប់មួយរយៈសិនទៅអូនក៏លែងចង់មើលថែផ្ទះតែមានម្ចាស់បាក់បែកគ្នានេះបន្តទៀតដែរពេលអាវិនស៊ូស្ដាប់លើបែបនេះវាក៏បានខត់ទូស្រីថាអត់ទេកុំអីសែវស៊ូអូនក៏ដឹងដែរថាបងមិនបានចង់លើកដៃវាយអូនឡើយបងគ្មានចេតនាឡើយតែអូនក៏ស្គាល់ចរិតបងដែរថាពេលខឹងបងទប់លេងបានហើយទូស្រីមិនបានស្ដាប់ទេហើយក៏បានវាដៃអាវិនស៊ូចេញទៅនិយាយថាយើងបែកគ្នាទៅអើយក្មេងស្រីម្នាក់នេះរងចាំពាក្យនេះយូរហើយបែកគ្នាឆាប់ទៅស្អប់អាវិនស៊ូណាអាវិនស៊ូស្ដាប់លើបែបនេះហើយវាក៏ភ័យហើយវាក៏បាននិយាយទៅកាន់ទូស្រីថាអូនកុំលេងសើចជាមួយបងបែបហ្នឹងអីបានទេទូស្រីបាននិយាយថាអូនមិនបានលេងសើចទេបងគួរតែដឹងហើយថាមនុស្សអូននិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងហើយអូនមិនមែនជាមនុស្សយកសម្ដីខ្លួនឯងមកលេងសើចឡើយពេលដែលអាវិនស៊ូវាស្ដាប់លើបែបនេះហើយវាក៏បានខឹងទូស្រីហើយវាក៏បានទាញដៃទូស្រីចេញរុនទៅក្រៅផ្ទះហើយវាក៏បាននិយាយថាចង្រៃយោបើចង់បែកគ្នាខ្លាំងណាស់ក៏ចេញទៅបើចង់ដើរចេញណាក៏ទៅចុះហើយក៏បានរុនទូស្រីចេញទៅហើយក៏បានបិទទ្វារទូស្រីមិនបានមកទៅពេលមួយម៉ាត់ឡើយហើយក៏បានដកទូរស័ព្ទចេញមកហើយក៏បានឆាត់ទៅលោកគ្រូពេទ្យថាចាក់ថ្នាំគីមីដុកទ័រឯងសូមលោកជួយរៀបចំចាក់គីមីចោះខ្ញុំយកព្រមហើយឥឡូវគេបានបង្ហាញពេលវេលាពីមុនកាលដែលទូស្រីនៅរៀនជាមួយនឹងអាវិនស៊ូ
សម្លេងគួរកណ្ដឹងនៅសាលារៀនគ្រប់គ្នាចូលអង្គុយតាមតុរបស់ខ្លួនទៅហើយពេលនេះពួកយើងនឹងចាប់ផ្ដើមរៀនមេរៀនដែលយើងត្រូវរៀនកាលពីម្សិលមិញគ្រូបាននិយាយរួចហើយពីរឿងរ៉ាវពីអតីតហើយពេលនោះទូស្រីនិងអាវិនសូបានអង្គុយជិតគ្នាហើយអាវិនសូគ្រូនិយាយអីនិយាយទៅវានៅឡើយដើរមើលទូស្រីនឹងឯងហើយវាក៏បានហៅទូស្រីហើយក៏សួរទូស្រីថាមានក្លិនអីក្រអូបចេញពីខ្លួនឯងទូស្រីបានឆ្លើយថាក្លិនក្រអូបអូប្រហែលជាក្លិននោះទេដឹងពេលនោះលោកគ្រូក៏បានវាយអាវិនសូមួយសៀវភៅដែលនិយាយថាវិនសូឯងផ្លឹកដល់ណាទៀតហើយហ្នឹងអូយលើបខ្លាំងលើបគ្រូខ្លាំងដាក់ខ្លាំងជាងនឹងក៏បានដែរលោកគ្រូកាត់មួយថ្ងៃបន្ទាប់អាវិនសូវាកំពុងតែដេកដែលសារតែយប់ឡើងវាលវអានប្រឡំលោកដាច់យកប៉ុនអ្នកទាំងអស់គ្នាចឹងហើយបន្ថយវាអត់មានកម្លាំងអីពេលនោះទូស្រីបានមកដល់ហើយក៏បានទាញតអង្គុយហើយអាវិនសូវាក៏បានភ្ញាក់ជាក្លិននេះទៀតហើយតែថ្ងៃនេះវាក្រអូបខ្លាំងជាងកាលពីម្សិលមិញទៀតទូស្រីបានយកផ្កាមកឲ្យអាវិនសូដោយនិយាយថានេះជាផ្កាម្លិះដែលលោកតារបស់ខ្ញុំដាំវាដោយផ្ទាល់ដៃពេលដែលអាវិនសូវាឃើញទូស្រីយកផ្កាមកឲ្យវាក៏រំភើបបេះដូងវាលោតញាប់ញ័រចង់ចេញមកក្រៅហើយអ្នកទាំងអស់គ្នាទូស្រីបានសួរទៅកាន់វាថាមិនចង់បានទេឬហើយវិនសូក៏បានឆ្លើយតបថាអូចង់បានតាហើយក៏បានអរគុណទៅកាន់ទូស្រីចាប់តាំងពីថ្ងៃនោះមកយើងទាំងពីរក៏ស្និទ្ធគ្នាជាងមុនពេលនោះអាវិនសូក៏បានហៅទូស្រីសាវស៊ូខ្ចីកិច្ចការផ្ទះចម្លងតិចមកអូយសាវស៊ូពេលនោះគេកំពុងធ្វើរឹកញញញោដាក់ទូស្រីហ្នឹងទាំងអស់គ្នាដោយសារតែលោកស្រឡាញ់ទូស្រីមុនតាំងពីដើមមកគឺស្រឡាញ់គេមុនប៉ុន្តែអាពេលចុងបញ្ចប់មកគឺច្រឹកអាចសុទ្ធសាវស៊ូឯងចូលចិត្តអានសៀវភៅអីខ្ញុំចង់សាកអានដែរសាវស៊ូមកលេងបាល់បោះជាមួយគ្នាមកណាសាវស៊ូពេលហ្នឹងគឺពោពេញដោយសម្លេងអាវិនស៊ូហៅទូស្រីរហូតមកសាវស៊ូនាំខ្ញុំទៅមើលផ្កាម្លិះដែលលោកតារបស់ឯងដាំបានទេហើយទូស្រីក៏បាននាំវិនស៊ូទៅលោកតាខ្ញុំនាំមិត្តភក្តិមកមើលផ្កាម្លិះលោកតាក៏បានឆ្លើយតបថាអូចឹងឬបើចឹងល្អហើយនាំគ្នាដើរមើលចោះតាកំពុងជប់រវល់ហើយអាវិនស៊ូវាគ្មានទៅមើលផ្កាស្អីទេអ្នកនរគ្នាវាអាឡ័យទៅមើលទូស្រីនឹងឯងហើយនិយាយទៅឆ្លៀតឱកាសមកចិត្តទូស្រីរហូតហ្មងឃើញអត់ទៅលើរត់មកអោបទូស្រីហើយក៏បាននិយាយទៅកាន់ទូស្រីថាវាជាផ្កាក្លិនតែមួយមែនតាក្លិនក្រអូបប៉ុន្តែហត់នឹងមិនហិតផ្កាទេគឺហិតក្លិនទូស្រីអ្នកទាំងអស់គ្នាដោយសារតែពេលណាអាវិនស៊ូក៏វាតាមញ៉ាទូស្រីហើយទូស្រីឡើងអ៊ីនឥឡូវកាត់មកដល់ក្នុងថ្នាក់វិញម្ដងមិត្តភក្តិរបស់វិនស៊ូក៏បានសួរទៅកាន់វិនស៊ូថាខាងវិនស៊ូទៅលេងបាល់ជាមួយគ្នាទេវិនស៊ូបានឆ្លើយថាពួកឯងទៅលេងចោះខ្ញុំមិនទៅលេងទេហើយមិត្តអាវិនស៊ូក៏បានសួរវាទៀតថាប្រហែលថ្ងៃហ្នឹងអញកើតឡប់ស្អីបបួលលេងស្អីក៏មិនព្រមលេងហើយបែរជាមកអង្គុយគូររូទៅវិញអញគូស្អីហ្នឹងហេតុអីក៏ប្រឹងយ៉ាងហ្នឹងអាវិនស៊ូវាបានយកដៃនឹងមកបើកសភៅកុំឲ្យមិត្តភក្តិរបស់វាឃើញហើយបាននិយាយថាកុំចេះដឹងមិត្តភក្តិវាក៏សួរទៀតថាគ្រាន់តែចង់ដឹងថាគូស្អីសោះហេតុអីចាំបាច់លាក់បាំងដែរអាវិនស៊ូបានឆ្លើយតបថាបើម្ចាស់គេមិនឲ្យមើលហើយម្ដេចក៏ខំប្រឹងម្លេះខ្ញុំមិនចង់ឲ្យអ្នកណាមើលទ្រព្យសម្បត្តិរបស់ខ្ញុំទេមិត្តភក្តិរបស់វាក៏បាននិយាយថាស្អីទ្រព្យសម្បត្តិឬអត់មើលក៏បានខ្ពើមមើលទៀតផងអ្នកណាចង់មើលនោះពេលនោះលោកគ្រូក៏បានមកហៅអាវិនស៊ូម្នាក់ដែលអង្គុយត្រង់នោះអាវិនស៊ូបានចង្អុលខ្ញុំមែនទេលោកគ្រូបាននិយាយថាមែនឯងនឹងហើយមកជួយលើកសៀវភៅទៅដាក់នៅបន្ទប់របស់គ្រូបន្តិចមកឲ្យលឿនមកអាវិនស៊ូបានឆ្លើយបាទៅក៏បានដើរទៅដោយបិទសៀវភៅទុកនៅលើតុពេលនោះទូស្រីក៏បានដើរមកដល់ហើយខ្យល់ក៏បានប៉ើងចូលមកក្នុងថ្នាក់ធ្វើឲ្យទូស្រីបានឃើញរូបគំនូរដែលអាវិនស៊ូនោះគូសរូបគំនូរដែលអាវិនស៊ូគូសនោះគឺជារូបរបស់ទូស្រីកាត់មកពេលល្ងាចទូស្រីបានដើរចុះទៅក្រោមពេលនោះអាវិនស៊ូបានដើរពីក្រោមឡើងមកលើដែលស្ទាក់មកពីមុខទូស្រីហើយបាននិយាយថាខ្ញុំឮមកថាឯងជាអ្នកគ្រប់គ្រងរបស់ឈៀនចិនចឹងហើយខ្ញុំសង្ឃឹមថាឯងចូលចិត្តសៀវភៅនេះហើយក៏ចូលចិត្តខ្ញុំដូចគ្នាឥឡូវយើងកាត់មកពេលបច្ចុប្បន្នវិញទូស្រីបានអង្គុយអោបដៃអោនមកទៅក្រោមហើយពេលនោះអាវិនស៊ូវាក៏បានបើកទ្វារឲ្យទូស្រីចូលក្នុងបន្ទប់វិញហើយអាវិនស៊ូក៏បាននិយាយថាបើអូនមិនព្រមចូលមកខាងក្នុងទៀតក៏នៅខាងក្រៅបន្តទៀតទៅឲ្យតែអូនចង់ហើយរឿងរបស់យើងក៏ចាប់ត្រឹមតែប៉ុណ្្នេះណាអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាកុំភ្លេចគាំទ្រខ្ញុំម្នាក់មួយផងណាដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើរឿងបន្តណាអ្នកទាំងអស់គ្នាបាយបាយ love